ចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការចាមើលបាត់ដៃទៀតហើយណាចាហើយក៏អរគុណនៅចា comment នេះដែរណាចាព្រោះគាត់ជាអ្នកធ្លាប់មើលហើយណាចាព្រោះខ្ញុំចាំអត់អស់ដែរទេថាអ្នកណាខ្លះធ្លាប់មើលជាមួយនឹងខ្ញុំណាចាអរគុណច្រើនតកតងនឹងការមើលបាត់ដៃនេះណាខ្ញុំសូមបញ្ជាក់បន្តិចចាអ្នកខ្លះគាត់នៅតែសួរខ្សែដដែលចាអ្នកខ្លះទៀតមានទាំងឆាតសួរទៅទៀតដែលគាត់មិនទាន់ស្គាល់ច្បាស់ពីខ្សែណាចាអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចចារឿងខ្សែនេះឲ្យតែយើងច្បាស់នៅខ្សែជោគគីតាទាំង3ហើយក៏អាចមើលដឹងរឿងរ៉ាវត្រូវច្រើនដែរណាចាបើយើងមិនច្បាស់ខ្សែគោលទាំង3នេះគឺមើលមិនបានមិនច្បាស់ទេណាចាខ្សែទី1ខ្សែជីវិតខ្សែទី2ខ្សែខួរក្បាលទី3ខ្សែបេះដូងនេះខ្ញុំបងលេខឲ្យមើលណា1 2 3ចាជំហានទី1ចង់ឲ្យរៀនចេះតែចាខ្សែគោលទាំង3នេះទៅព្រោះខ្សែគោលទាំង3នេះគឺជាជោគជតាសាងនៃការដំណើរជីវិតរបស់មនុស្សម្នាក់ៗហើយដូចខ្សែជីវិតនេះយើងពិនិត្យមើលណានេះខ្ញុំយកខ្សែដៃដែលរញ៉េរញ៉ៃដើម្បីឲ្យបងប្អូនងាយស្រួលមើលណាដូចខ្សែជីវិតរបស់គាត់នេះដាច់រញ៉េរញ៉ៃណាចាហើយដាច់កន្លែងនេះកុំឆ្ងល់ថាជាខ្សែខ្សងកម្មចាស់ឬក៏ជាខ្សែណាមួយមកកាត់អត់ទេខ្សែជីវិតរបស់គាត់អញ្ចឹងប៉ុន្តែចាដោយសារតែខ្សែជីវិតគាត់នេះណាចាមានកម្លាំងកម្មចាស់ច្រើនក៏ធ្វើឲ្យខ្សែជីវិតនេះមានដាច់ឲ្យបន្តវិញសុខភាពគាត់មិនសូវជាល្អប្រសើរទេណាចាអាហ្នឹងគេហៅខ្សែជីវិតណាចាហើយខ្សែលេខ2គឺខ្សែខួរក្បាលឃើញទេខ្សែខួរក្បាលរបស់គាត់ក៏មិនសូវស្អាតដែរមានខ្សែឡើងចុះច្រើនគុណភាពខ្សែក៏មិនស្អាតដូចខ្សែបេះដូងរបស់គាត់ខ្សែលេខ3ហ្នឹងដាច់ហើយក៏មានតមកវិញណាចាខ្សែបេះដូងគាត់គឺត្រង់ទៅរកទួលចាប្រហោះបែបនេះណាអត់មានឡើងទៅលើទេណាអត់មានឡើងចូលប្រឡោះជាអីទេកុំច្រឡំណាចាខ្សែប្រឌិតមើលច្បាស់មួយណាចាយើងមើលទិសដៅវាចេញពីណាដូចខ្សែជីវិតចេញអំពីចន្លោះមេដៃនិងចាចង្អុលដៃណាខ្សែខួរក្បាលក៏ដូចគ្នាប៉ុន្តែខ្សែបេះដូងគឺចេញអំពីក្រោមកូនដៃទៅរកទួលប្រហោះណាចាឬក៏ទៅរកចន្លោះគេហៅថាចន្លោះជាហ្នឹងហើយគេហៅខ្សែបេះដូងណាវាមានទម្រង់ខុសគ្នាឬក៏ខ្សែបេះដូងខ្លះឈប់ត្រឹមចាពាក់កណ្ដាលនៃម្រាមដៃកណ្ដាលឬក៏ហៅថាទួលសៅចាអញ្ចឹងរឿងខ្សែជោគគីតាទាំង3នេះឲ្យតែយើងច្បាស់នៅទិសដៅដែលវាចេញអាហ្នឹងគឺយើងអាចមើលបានហើយណាចាបើអត់ច្បាស់អាហ្នឹងទេទៅរៀនតែមើលខ្សែខ្សែនេះខ្សែជំនួយចេះខ្សែត្រីកោណណាខ្សែនេះការឈូកដោះមកឲ្យមានអត្ថន័យមិនបិចយើងដឹងតែអត្ថន័យតែប៉ុណ្្នឹងប៉ុន្តែជោគគីតាជីវិតរបស់យើងខ្សែទាំង3នេះដែលសំខាន់ដែលសរុបលើដំណើរជីវិតយើងច្បាស់ជាងគេណាចាអញ្ចឹងហើយបានមានអ្នកខ្លះគាត់ផ្ទៀងមើលចាវីដេអូរបស់ខ្ញុំវីដេអូថ្មីដែលមិនបានមើលវីដេអូដើមនេះខ្ញុំបង្រៀននោះចាគាត់ថាគាត់មានខ្សែបែបនេះបែបនោះដែរខ្សែជំនួយចេះចោះដូចជាខ្សែជំនួយខ្ញុំមានដែរចុះមិនបានខ្ញុំចេះតែមានការខាត់បងអញ្ចឹងណាចាខ្សែអីទៀតចាតកតងជាមួយនឹងខ្សែព្រះអាទិត្យល្អមិនក៏ខ្ញុំនៅតែវេទនាបើយើងអត់ចេះមើលពិនិត្យមើលលើខ្សែជីវិតរបស់យើងផងថាត្រូវជួបអីខ្សែជីវិតកន្លែងខ្លះមានខ្សែសងកម្មចាស់អ្នកខ្លះជីវិតជួបបញ្ហាច្រើនប្រត់ប្រាស់ច្រើនដោយសារតែខ្សែគោលទាំង3ហ្នឹងមិនល្អចាណាចាអញ្ចឹងឲ្យពិនិត្យមើលណាចាបន្ទាប់ពីមើលខ្សែគោលហ្នឹងលម្អិតអស់ហើយណាចាទៅគេឲ្យមើលខ្សែជំនួយផ្សេងខ្សែវាសនាផ្សេងដែលនៅលើដៃគេហៅខ្សែជំនួយហ្នឹងណាចាហើយមើលចាតួដៃអីមើលចាតាយ៉ាងមិនដែរតួដៃហ្នឹងគឺវាពេញលក្ខណៈអត់បើពេញលក្ខណៈគឺមានន័យថាមានសម្ពាធចាំកម្មចាស់ច្រើនសំទោសណាមានសម្ពាធកម្មចាស់ច្រើនហើយមានបច្រយអពមង្គលអត់ដូចដៃនេះណាដៃនេះគឺគាត់មានបច្រយអពមង្គលឃើញទេមានឡើងច្រើនកន្លែងមែនតើអាហ្នឹងគឺត្រូវការចារំងាប់ពីចោលដូចគ្នាណាគេហៅបច្រយប្រកាសកម្មចាស់ណាចាបច្រយប្រកាសកម្មចាស់អ្នកខ្លះគាត់គិតថាជាបច្រយលៀបអាហ្នឹងក្បួនអ្នកណាគឺខ្ញុំមិនដឹងទេប៉ុន្តែក្បួនដែលខ្ញុំរៀនមកស្រាវជ្រាវច្រើនតម្រង់ក្បួនមែនតើទៅលើការសិក្សាលើបាតដៃហ្នឹងឲ្យតែស្នាមអុចខ្មៅហ្នឹងគេចាត់ទុកជាបច្រយនៅលើដៃលាងចេញដុំច្រាស់ពណ៌ខ្មៅពណ៌ប្រផេះពណ៌ត្នោតអពមង្គលទាំងអស់គ្រាន់តែកម្រិតរបស់វាខ្លាំងឬក៏ខ្សោយគឺទៅតាមពណ៌របស់វាពណ៌ខ្មៅគឺខ្លាំងជាងគេចាណាចាអញ្ចឹងគឺនៅសិក្សាច្រើនទៀតដៃចាមានទាំងអាចរាប់ខែបានទៀតថាអ្នកហ្នឹងក្នុងឆ្នាំហ្នឹងទូរស័យយ៉ាងមិនដែរចរន្តជើងយ៉ាងមិនដែរហើយខែណាល្អខែណាមិនល្អរាប់បានទាំងខែទៀតណាវាច្បាស់ដល់កម្រិតហ្នឹងណាចាអញ្ចឹងហើយបើអ្នកខ្លះគាត់រៀនមិនតាន់ដឹងច្បាស់ផងចេះតែចែកម្លែកអញ្ចឹងធ្វើឲ្យអ្នកដែលគាត់ចាំមើលហ្នឹងគាត់អស់ជំនឿវាខុសចាដោយសារយើងអត់ច្បាស់នឹងឯងអញ្ចឹងដែលយល់ថាវាជាមើលបាត់ដៃចេះមើលលេងមិនច្បាស់អញ្ចឹងហើយបាត់ជាមានអ្នកខ្លះផ្ញើដៃមកឲ្យខ្ញុំគាត់ថាមើល free អត់ទេណាចាគឺខ្ញុំមើលតម្លៃសេវាត្រឹមត្រូវហើយចាំមើលនោះគឺមើលឲ្យច្បាស់ទៅតាមចាខ្សែដែលមានទៀតផងណាចាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះ